ស្ដីអ្នកទាំងអស់គ្នាអើយថ្ងៃនេះខ្ញុំមកលេងវត្តពីជុំដែលហៅក្រៅវត្តថ្មីខ្ញុំខានមកនេះជិត10ឆ្នាំហើយដល់ពេលមកលើកតិចគឺប្លែកមែនទែនបាទគឺមានដាក់ឈើដាក់អីច្រើនដោយកាលពីមុនក៏មានចាញ់ដែរតែវាទូចតែឥឡូវខានមកយូរវាប្លែកវាធំជាងមុនណាកាលមុនខ្ញុំសាលាខ្ញុំរៀននៅជិតនេះដែរដល់ទៅខ្ញុំឡើងទៅផុតទៅខ្ញុំអត់បានរៀននៅនេះទៀតកាលខ្ញុំរៀនទៅនេះខ្ញុំឡើងមកលេងឡើងមកពេលមកគេលេងទៅខ្ញុំឡើងមកលេងនេះរងហើយនេះឡើងមកថតពុំថតអីតាមនេះលេងតែខ្ញុំចេញពីនេះជិត10ឆ្នាំអញ្ចឹងខ្ញុំខាងឡើងអ្នកទាំងអស់គ្នានៅអាងហ្នឹងនៅខាងនោះហើយនោះប្រហីខាងនោះប្រហីហើយនេះផ្លូវគេធ្វើហើយអាផ្កានេះមានផ្កាទៅជិតវាមានផ្ការីកដុះស្អាតមែនទែនហើយអាងនឹងផ្លត់ចុះអាងហ្នឹងជ្រៅមែនទែននេះជន់ខ្សែហើយនេះអាកន្លែងអើយអាងដែលខ្ញុំផ្លត់ចុះអាងនេះជ្រៅណាខ្ញុំឡើងមកនេះដល់តឹងមេឃភ្លៀងពងលើមទៅដោយសារខ្ញុំទៅចិត្តឡើងមកទាំងភ្លៀងដោយសារនេះបានមកអញ្ចឹងមកហើយក៏ស្លៀកឡើងទីទៅអ្នកនរគេមកមើលឡាងនេះធំវិញជ្រៅដែរតែអត់ជ្រៅដល់កន្លែងមួយទេកន្លែងមួយទៀតអត់ទៅធំប៉ុន្មានទេខាងលើតែខាងក្រោមគឺអ៊ីងធំឡាងខ្ញុំស្លាប់ចុះហើយនឹងឡាងមួយទៀតមកខ្ញុំនាំអត់មានតែមើលនេះឡាងមួយទៀតនៅខាងនេះឡាងនេះយើងមើលពីលើឃើញប្រហោងទូចទេតែចូលទៅក្នុងគឺអ៊ីងធំធំខ្លាំងប្រហែលប្រហែលជាខ្ទង់5ម៉ែត្រ4ជ្រុងនៅខាងក្រោមខ្ញុំស្លាប់ចុះទៅអត់គ្នាខាងនេះពហិយទៅខាងនោះមានរូបព្រះធំតែដើរទៅឆ្ងាយទៀតមកខាងនេះមានរូបដំរីអញ្ចឹងខ្ញុំនាំអ្នកនរគ្នាទៅមើលដំរីនេះសិនហើយចាំមកឡើងខាងពហិយនេះនេះយើងមកដល់កន្លែងដំរីហើយដំរីនេះធំមែនតែខ្ញុំខានមកនេះជិត10ឆ្នាំហើយកាលខ្ញុំនៅរៀននៅនេះដំរីនេះខ្ញុំធ្លាប់ឡើងស៊ីលេងតែខ្ញុំខានមកយូរហើយអត់មកដំរីហើយមកអ្នកនរគ្នានេះកន្លែងគេធ្វើស្រាប់ឲ្យសัตว์ផឹកពេលខែប្រាំងត្រង់យ៉ាងឡើងពហិយ